សូមជម្រាបលាអ្នកនិយមខ្លាចខ្មោចទាំងអស់គ្នាស្វាគមន៍មកកាន់សំណោចរុនធូតសាច់រឿងយើងនៅក្នុងថ្ងៃនេះមានចំណងជើងថាដូនជីអត់ក្បាលមុននឹងស្ដាប់រឿងបាសសក់តិចមួយនេះសូមអ្នកទាំងអស់គ្នាចុច Subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីឲ្យ Admin មានលុយទិញសាប៊ូបណ្ដោះសក់បន្ថែមផងនៅពេលនេះសំណោចរុនធូតសូមបកអាក្រាតរឿងដូចតទៅនៅជាក្រុងដាច់ស្រយាលមួយមានវត្តចាស់បុរាណមួយដែលគេបោះបង់ចោលជាច្រើនជំនាន់មកហើយជញ្ជាំងវត្តព្រះស្រាំដំបូលធ្លុះធ្លាយនិងបរិវេណពោពេញទៅដោយស្មៅដុះទ្រុបទ្រុលនិងដើមឈើធំដែលបង្កើតជាម្លប់ដ៏ត្រជាក់និងគួរឲ្យមានភាពភ័យខ្លាចអ្នកស្រុកនៅតំបន់នោះតែងនិយាយតគ្នាថាវត្តចាស់នេះជាកន្លែងដែលមានព្រលឹងវិញ្ញាណសន្ធិដ្ឋនៅទីនោះជាពិសេសគឺព្រលឹងដូនជីម្នាក់ដែលគ្មានក្បាលតាមចាស់ដំណាលថាកាលពីយូរលង់ណាស់មកហើយមានដូនជីម្នាក់ត្រូវបានចោរប្លន់សម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងវត្តនោះពួកចោរមិនត្រឹមតែសម្លាប់ដូនជីនោះទេថែមទាំងបានកាត់យកក្បាលរបស់គាត់ទៅបាត់ទៀតដោយសារតែការស្លាប់ដ៏អយុត្តិធម៌និងមិនបានរកឃើញក្បាលវិញព្រលឹងរបស់ដូនជីនោះមិនបានទៅកាន់សុគតិភពឡើយហើយនៅតែវល់ក្នុងបរិវេណវត្តដើម្បីស្វែងរកក្បាលរបស់ខ្លួនអ្នកស្រុកខ្លះបានដើរកាត់វត្តនោះនៅពេលយប់ស្ងាត់បានអះអាងថាធ្លាប់បានឮសំឡេងសោកសង្រេងនិងសំឡេងខ្សឹបខ្សៀវសុំរកក្បាលអ្នកខ្លះទៀតថាធ្លាប់ឃើញស្រមោលខ្មៅរបស់ដូនជីគ្មានក្បាលដើរស្ទាបដីស្ទាបជញ្ជាំងនិងដៃស្រវេស្រវានៅក្នុងវត្តដ៏ស្ងប់ស្ងាត់នោះនាយប់ខែដាច់មួយពោពេញដោយភាពស្ងប់ស្ងាត់និងគួរឲ្យព្រឺព្រួចមានយុវជនមួយក្រុមមានគ្នា4នាក់ដែលល្បីថាជាមនុស្សមិនខ្លាចខ្មោចនិងចូលចិត្តការផ្សងព្រេងបែបអរូបីពួកគេក៏បាននាំគ្នាទៅវត្តចាស់នោះដើម្បីបញ្ជាក់ពីការពិតនៃរឿងរ៉ាវដែលគេបានឮតគ្នាពួកគេមានដូចជាសុខាវីរៈចិន្តានិងបូរាពួកគេបានយកពិលពាក់ជាប់នឹងក្បាលនិងកាមេរ៉ាដោយសង្ឃឹមថានឹងចាប់បានយកផុសតាងនៃរូបភាពអបិយជំនឿនោះគឺដូនជីដែលអត់មានក្បាលនៅក្នុងវត្តនោះយកមកបង្ហាញជាផុសតាងពេលពួកគេឈានចូលទៅដល់ក្នុងខ្លោងទ្វារវត្តដែលទ្រុឌទ្រោមនោះខ្យល់ត្រជាក់បានបក់មកប៉ះរាងកាយធ្វើឲ្យពួកគេព្រឺព្រួចភ្លាមបរិយាកាសក្នុងវត្តហាក់ស្ងាត់ជ្រងំខុសពីធម្មតាសូម្បីតែសំឡេងសត្វល្អិតក៏ស្ដាប់មិនឮដែរពួកគេដើរយឺតចូលទៅក្នុងអគារព្រះវិហារចាស់នោះពន្លឺពិលរបស់ពួកគេបានឆ្លុះទៅឃើញស្ថានភាពបាក់បែកធូលីដីក្រាស់ខ្មឹកនិងពោពេញដោយភាពភ័យខ្លាចស្រាប់តែពេលនោះពួកគេក៏បានឮសំឡេងមួយចេញពីចុងរបៀងផ្លូវវាដូចជាសំឡេងក្រណាត់សើមអូសជាប់នឹងឥដ្ឋលាយឡំនឹងសំឡេងខ្សឹបខ្សួលដែលមិនច្បាស់ពួកគេទាំង4នាក់ឈប់ងក់ហើយបែរពិលទៅរកប្រភពសំឡេងព្រមគ្នាអ្វីដែលពួកគេបានឃើញធ្វើឲ្យពួកគេស្ទើរតែគាំងបេះដូងនៅចុងច្រករបៀងនោះពិតជាមានរូបស្ត្រីម្នាក់ស្លៀកពាក់សម្លៀកបំពាក់ដូនជីពណ៌សពិតមែនរូបរាងនោះកំពុងឈរងាកខ្នងដាក់ពួកគេដៃម្ខាងហាក់ដូចជាកំពុងស្ទាបស្វែងរកអ្វីម្យ៉ាងនៅលើជញ្ជាំងប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺដូនជីគ្មានក្បាលនោះទេនៅលើស្មារបស់គាត់មានត្រឹមតែកដែលដាច់រលាត់និងមានស្នាមពណ៌ខ្មៅក្រឹបពេលនោះពួកគេក៏ស្រែកព្រមគ្នាព្រះអើយដូនជីអត់មានក្បាលមែនរំពេចនោះរូបរាងដូនជីក៏ងាកមកយឺតទោះបីគ្មានក្បាលក៏ដោយក៏ពួកគេមានអារម្មណ៍ថាដូចជាកំពុងត្រូវដូនជីសម្លឹងមកសំឡេងអុសក្រណាត់កាត់ឮខ្លាំងហាក់ដូចជានាងកំពុងដើរសម្ដៅមករកពួកគេយុវជនទាំង4នាក់ស្រែកផ្អើលហើយរត់ចេញពីព្រះវិហារនោះទាំងព្រមគ្នាតែម្ដងពួកគេរត់ជន់ជើងគ្នាដួលក្រោកសំឡេងយំសំឡេងដេញតាមពីក្រោយហាក់ដូចជាធ្វើឲ្យពួកគេដិតដាមជាប់នៅត្រចៀកពួកគេរត់ឆ្លងកាត់ទីធ្លាវត្តដ៏ងងឹតសុនសងមានតែពន្លឺព្រះច័ន្ទខែដាច់តិចប៉ុណ្ណោះទីបំផុតពួកគេក៏រត់ចេញផុតពីខ្លោងទ្វារវត្តចាស់នោះដោយសុវត្ថិភាពប៉ុន្តែនៅតែមិនហ៊ានងាកក្រោយពួកគេរត់រហូតដល់ភូមិអ្នកស្រុកទើបដកដង្ហើមបានទឹកមុខរបស់ពួកគេទាំងអស់គ្នាស្លេកស្លាំងរាងកាយញ័រចំប្រប់ដោយភាពតក់ស្លុតពួកគេមិនបានថតរូបអ្វីជាប់នោះទេព្រោះតែភាពភ័យខ្លាចខ្លាំងពេកចាប់តាំងពីយប់នោះមកគ្មាននរណាម្នាក់ក្នុងចំណោមពួកគេហ៊ានទៅក្បែរនិងនិយាយពីវត្តចាស់នោះទៀតទេរឿងរ៉ាវរបស់ដូនជីអត់ក្បាលក៏នៅតែបន្តស្ថិតជាអាថ៌កំបាំងនិងជាការព្រមានដ៏គួរឲ្យខ្លាចអ្នកដែលចង់ដឹងចង់ឮ
នៅទីស្ងប់ស្ងាត់នៃប្រលឹងមួយនោះគឺមិនទាន់បានដឹងរឿងនៅឡើយទេដំណឹងដែលយុវជនទាំង4បានជួបប្រទះនឹងដូនជីអត់ក្បាលបានលេចលឺតិចពីមាត់មួយទៅមាត់មួយនៅក្នុងភូមិក្បែរវត្តចាស់នោះភាពភ័យខ្លាចបានធ្វើឲ្យអ្នកភូមិកាន់តែជៀសឆ្ងាយពីវត្តអារាមមួយនោះគ្មានអ្នកណាម្នាក់ហ៊ាននៅក្បែរឡើយសូម្បីតែពេលថ្ងៃចែងចាំងក៏ដោយប៉ុន្តែរឿងរ៉ាវនេះបានលើដល់ត្រចៀកលោកតាអាចារ្យម្នាក់មានឈ្មោះថាតាប្រាក់ជាមនុស្សដែលអ្នកភូមិកោតគោរពខ្លាចដោយសារតែចំណេះដឹងផ្នែកធម៌អានិងរឿងអាចកំបាំងអរូបីមួយចំនួននៅពេលដែលឮរឿងដូនជីអត់ក្បាលតាប្រាក់មិនមានអារម្មណ៍ភ័យខ្លាចដូចអ្នកដទៃទេប៉ុន្តែបែរជាមានចិត្តអាណិតអាសូរដល់វិញ្ញាណដែលវង្វេងនោះទៅវិញលោកតាយល់ថាដរាបណារូបរាងកាយមិនបានពេញលេញរកក្បាលមិនឃើញនោះទេនឹងមិនទាន់មានអ្នកឧទ្ទិសកុសលឲ្យត្រឹមត្រូវប្រលឹងនោះនឹងមិនអាចទៅកាន់សុគតិភពបានឡើយដោយមានសេចក្តីអាណិតអាសូរនិងមេត្តាធម៌និងចង់ជួយប្រលឹងនោះឲ្យបានស្ងប់តាប្រាក់បានសម្រេចចិត្តថាលោកត្រូវតែទៅវត្តចាស់នោះលោកបានរៀបចំគ្រឿងដង្វាយខ្លះមានផ្កាភ្ញីទៀនធូបទឹកអប់និងគ្រឿងសំណែនមួយចំនួនជាពិសេសគឺសភៅធម៌តែម្ដងលោកមិនបានប្រាប់អ្នកភូមិឲ្យបានដឹងពីគោលបំណងពិតរបស់លោកតាទេព្រោះខ្លាចពួកគេជ្រួលច្របល់ឬខាត់ខាំងលោកតាមិនឲ្យធ្វើសកម្មភាពនោះនារសៀលថ្ងៃមួយដែលមេឃរៀងស្រទុំបន្ទាប់ពីបានសូត្រមន្តការពារខ្លួនរួចរាល់ហើយតាប្រាក់ក៏បានធ្វើដំណើរតែម្នាក់ឯងសំដៅទៅវត្តចាស់ដែលគេបានបោះបង់ចោលនោះពេលឈានជើងចូលទៅក្នុងបរិវេណវត្តខុសពីយុវជនទាំង4តាប្រាក់មានចិត្តស្ងប់ហើយសូត្រមន្តក្នុងចិត្តជាប់ជានិច្ចអូយបងគាត់ក្លាហានអញ្ចឹងមិនសូត្រមន្តថែមទៀតអញ្ចឹងមកពីនេះគឺជារឿងអរូបីដែលយើងមិនទាន់ដឹងនៅឡើយទេស្ដាប់រឿងបន្តទៀតបរិយាកាសនៅស្ងាត់ជ្រងំនិងមានសភាពអាប់អួរគួរឲ្យព្រឺក្បាលប៉ុន្តែលោកតាចាស់ហាក់មិនចាប់អារម្មណ៍នឹងភាពគួរឲ្យខ្លាចនោះទេចិត្តរបស់លោកតាផ្ដោតទៅលើការជួយរំដោះវិញ្ញាណតែប៉ុណ្ណោះលោកតាប្រាក់ដើរត្រង់ទៅកាន់ព្រះវិហារចាស់ដែលជាកន្លែងដែលល្បីថាមានដូនជីអត់ក្បាលនោះបង្ហាញខ្លួននៅខាងក្នុងព្រះវិហារដែលខ្យល់អាកាសស្អាតនិងមានធូលីដីរុំព័ទ្ធឡើងទ្រលោងតាប្រាក់បានរកឃើញជ្រុងមួយដែលស្អាតបន្តិចរួចរៀបចំគ្រឿងដង្វាយហើយអង្គុយសមាធិចាប់ផ្ដើមសូត្រមន្តគាថាឬមន្តអាគមរបស់គាត់និងឧទ្ទិសកុសលសំឡេងសូត្រមន្តដ៏គ្រលួចរបស់លោកតាបានលាន់ឮរងំហាក់ដូចជាកំពុងលួងលោមទីស្ងប់ស្ងាត់ជ្រងំមួយនោះរំពេចនោះខ្យល់មួយបានបក់មកប៉ះរាងកាយរបស់គាត់ធ្វើឲ្យទ្វារនិងបង្អួចព្រះវិហារដែលកំពុងពុកផុយបើកបិទដោយខ្លួនឯងឮសូរក្រាំងសីតណ្ហភាពនៅក្នុងព្រះវិហារហាក់ធ្លាក់ចុះត្រជាក់ស្រេបតែម្ដងតាប្រាក់នៅតែបន្តសូត្រមន្តដោយមិនមានភាពភ័យខ្លាចញញើតឡើយនៅចំពោះមុខលោកត្រង់ចុងច្រករបៀងដែលងងឹតនោះស្រមោលខ្មៅមួយបានលេចរូបរាងឡើងបន្តិចម្ដងនោះគឺរូបរាងដូនជីអត់ក្បាលដែលស្លៀកពាក់ពណ៌សហើយកន្លែងក្បាលមានតែគល់មានដោយភាពខ្មៅងងឹតនៅពេលនេះដូនជីនោះមិនបានដើរស្ទាបក្បាលដូចមុនឡើយគឺនាងឈរស្ងៀមហើយបែរមករកទិសដែលតាប្រាក់កំពុងអង្គុយទោះបីជាគ្មានក្បាលក៏ដោយគ្មានភ្នែកក៏តាប្រាក់មានអារម្មណ៍ថាវិញ្ញាណនោះកំពុងតែមើលមកលោកតាប្រាក់បញ្ឈប់ការសូត្រមន្តមួយផ្លែតហើយនិយាយដោយសំឡេងស្ងប់និងពោពេញទៅដោយភាពមេត្តាធម៌អោដួងវិញ្ញាណដ៏វង្វេងអើយខ្ញុំតាប្រាក់មកនេះមិនមែនដោយបំណងអាក្រក់នោះទេឬចង់រំខានដល់អ្នកឡើយខ្ញុំមកដោយចិត្តមេត្តាចង់ឧទ្ទិសកុសលនិងជួយឲ្យអ្នកបានរួចផុតចាកទុក្ខវេទនានេះសូមអ្នកទទួលយកនៅមគ្គផលដែលខ្ញុំបានធ្វើនោះចោះតើអ្នកមានអ្វីចង់បានឬចង់ប្រាប់ខ្ញុំអាចប្រាប់មកដើម្បីឲ្យអ្នកទៅកាន់សុគតិភពបានណាពេលឮសម្ដីរបស់តាប្រាក់រូបរាងដូនជីនោះហាក់ដូចជារំជួលចិត្តបន្តិចម្ដងអ៊ុយបងសុំសួរមួយបានអត់នៅពេលដែលអត់មានក្បាលអញ្ចឹងស្ដាប់តាមណាទៅនេះគឺជាអាចកំបាំងភឹមឯងមិនដឹងទេនៅឲ្យស្ងៀមទៅស្ដាប់រឿងបន្តទៀតចាបងខ្មោចដូនជីអត់ក្បាលនោះបានលើកដៃស្ដាំដៃញ័ររបស់នាងយឺតហើយចង្អុលទៅទិសមួយនៅខាងក្រៅព្រះវិហារនាងចង្អុលត្រង់ទៅកន្លែងអណ្ដូងទឹកចាស់មួយដែលស្ថិតនៅក្រោមដើមពោធិ៍ធំដែលអណ្ដូងនោះរីងស្ងួតជាយូរណាស់មកហើយមាត់អណ្ដូងពោពេញទៅដោយកំទេចថ្មនិងមែកឈើងាប់ជាច្រើនបន្ទាប់ពីចង្អុលរួចរូបរាងរបស់ដូនជីអត់ក្បាលនោះក៏រលាយបាត់បន្តិចម្ដង
ដូចជាអាប់ត្រូវខ្យល់រសាយបាត់ទៅក្នុងភាពងងឹតនៃព្រះវិហារនោះទៅតាប្រាក់នៅស្ងៀមមួយសន្ទុះក៏ពិចារណាអំពីការចង្អុលបង្ហាញរបស់វិញ្ញាណដូនជីលោកតាជឿជាក់ថានោះច្បាស់ជាតម្រុយសំខាន់ឬអាចជាកន្លែងដែលក្បាលរបស់ដូនជីត្រូវបានគេយកទៅទម្លាក់ចោលនៅក្នុងអណ្ដូងនោះលោកតាបានសូត្រមន្តបញ្ចប់ហើយប្រមូលគ្រឿងដង្វាយរួចចាក់ចេញពីវត្តចាស់នោះដោយតាំងចិត្តថាលោកនឹងត្រឡប់មកវិញម្ដងទៀតលោកតានឹងរកវិធីរកក្បាលនៅអណ្ដូងនោះតលតែបានឲ្យប្រលឹងសាកសពដែលបានចែកឋានទៅនោះការស្វែងរកក្បាលដូនជីទើបតែឈានដល់ដំណាក់កាលនេះតើលោកតាប្រាក់នឹងរកឃើញអ្វីនៅក្នុងអណ្ដូងនោះច្បាស់ប្រាកដអូយបងរឿងនឹងចប់មែនការពិតរឿងនេះមិនទាន់ចប់នៅឡើយទេបន្ទាប់ពីតាប្រាក់បានទៅរកផុសតាងបានហើយគាត់ក៏បានប្រទះឃើញនៅក្នុងអណ្ដូងនោះមែនគឺក្បាលរបស់ដូនជីដែលសល់តែលលាប៉ុណ្ណោះបន្ទាប់មកតាប្រាក់ក៏បានយកមកព្រះវិហារចាស់នោះហើយសូត្រមន្តឧទ្ទិសកុសលដល់ក្បាលរបស់ដូនជីបានទទួលក្បាលរបស់គាត់វិញបន្ទាប់មកការលងបន្លាចនៅក្នុងវត្តចាស់នោះក៏លែងមានទៀតហើយដែលធ្វើឲ្យពុទ្ធបរិស័ទទាំងអស់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងកន្លែងនោះបានទៅធ្វើបុណ្យជុំគ្នាដែលពោពេញដោយភាពរីករាយសារឡើងវិញអូយធូរបន្តិចអញ្ចឹងគាត់លែងលងហ៎បងហ៎គាត់លែងលងបន្លាចហើយប៉ុន្តែបើសិនជាភឹមឯងចង់ទៅបងនឹងនាំទៅអេអត់ទេខ្ញុំពងជ្រុះសាក់ផងសូមអរគុណដល់អ្នកខ្លាចខ្មោចទាំងអស់គ្នារឿងដូនជីអត់ក្បាលក៏បានបញ្ចប់អ្នកទាំងអស់គ្នាសូមជួយចុច Subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីឲ្យ Admin មានលុយទិញសាប៊ូបណ្ដោះសក់បន្ថែមផងនៅពេលនេះសំណាញ់រន្ធត់សូមជម្រាបសួរ